រឿងសំខាន់3ដែលអ្នកនរគ្នាត្រូវតែធ្វើដើម្បីការពារឧបករណ៍របស់អ្នកនរគ្នាឲ្យមានសុវត្ថិភាពខ្ពស់ដើម្បីការពារឧបករណ៍របស់អ្នកទាំងអស់គ្នាមិនថាកុំព្យូទ័រ Mac OS ឬមួយក៏ Windows ឬមួយក៏ទូរស័ព្ទ tablet ឬក៏ទូរស័ព្ទឧបករណ៍ដែលប្រើ Android អីក៏ដោយរឿង3យ៉ាងនោះគឺរាល់ application របស់អ្នកទាំងអស់គ្នានៅលើ computer ក្តីនៅលើទូរស័ព្ទក្តី tablet ក្តីគឺអ្នកទាំងអស់គ្នាត្រូវតែ update វាជាប្រចាំនៅពេលដែលវាទាមទារ update ព្រោះនៅពេលដែលយើង update ទៅគឺវានឹងផ្ដល់នៅ feature ក៏ដូចជាមុខងារសុវត្ថិភាពមកជាមួយផងដែរអញ្ចឹងមានន័យថារាល់ពេលដែលមានកំណែប្រែមុខងារសុវត្ថិភាពទាំងអស់នោះក៏វាកែប្រែថ្មីដើម្បីផ្ដល់នៅភាពត្រឹមត្រូវភាពខ្លាំងក្នុងការការពារឧបករណ៍របស់យើងដែរទី2គឺការប្រើប្រាស់នៅ strong password ឬក៏ password ដែលពិបាកក្នុងការទស្សន៍ទាយហើយមួយទៀតដើម្បីផ្ដល់នៅសុវត្ថិភាពបន្ថែមទៀតអ្នកទាំងអស់គ្នាគួរតែបើកនៅមុខងារគេហៅថា 2FA ដើម្បីការពារសុវត្ថិភាពបន្ថែមទៀតនៅលើមិនថាឧបករណ៍ឬមួយក៏ application របស់អ្នកទាំងអស់គ្នាព្រោះប្រសិនបើអ្នកទាំងអស់គ្នាបើកនៅមុខងារ 2FA ហ្នឹងទៅវានឹងជួយការពារនៅឧបករណ៍របស់អ្នកទាំងអស់គ្នា application របស់អ្នកទាំងអស់គ្នាពីការ login ចូលដោយមិនបានអនុញ្ញាតអញ្ចឹងបញ្ជាក់ឡើងវិញចំណុចទី2នេះគឺការប្រើប្រាស់ password ដែលខ្លាំងដែលពិបាកក្នុងការទូទាយជៀសវាងការប្រើប្រាស់នៅថ្ងៃខែឆ្នាំកំណើតខ្លួនឯងនៅលេខទូរស័ព្ទខ្លួនឯងឬមួយក៏ថ្ងៃខែឆ្នាំកំណើតមនុស្សជិតស្និទ្ធអញ្ចឹងពួកគេនឹងងាយក្នុងការទូទាយដឹងចំណុចសំខាន់ទី3គឺអ្នកទាំងអស់នេះគួរតែលុបឬមួយក៏បិទនៅមុខងារដែលមិនប្រើប្រាស់ចោលទៅហើយជាការសំខាន់អ្នកទាំងអស់នេះគួរតែជៀសវាងការ download app ឬមួយក៏ចុចទៅកាន់ link ណាដែលយើងមិនដែលស្គាល់ហើយព្យាយាមពិនិត្យបច្ច័យឲ្យបានច្បាស់មែនទែនព្រោះឥឡូវនេះមានការក្លែងបន្លំជាពិសេសនៅលើ Telegram ដាក់ឈ្មោះដូចឯកសារឬមួយក៏ file ដែលសំខាន់របស់យើងប៉ុន្តែអ្នកនរគ្នាព្យាយាមមើល extension ព្យាយាមមើល link របស់វាព្រោះ link របស់វាគឺអាចនឹងមិនប្រក្រតីទេអញ្ចឹង3ចំណុចនេះសំខាន់សម្រាប់អ្នកនរគ្នាយកទៅអនុវត្តដើម្បីការពារឧបករណ៍ក៏ដូចជាកម្មវិធីដែលអ្នកនរគ្នាប្រើប្រាស់ឲ្យមានសុវត្ថិភាពខ្លាំងជាងមុន